សរស្ដំទាំង4នៃសេរីភាពហិរញ្ញវត្ថុសសរស្ដំទាំង4នៃសេរីភាពហិរញ្ញវត្ថុតើត្រូវចាយសន្សំឬវិនិយោគបែបណាសួស្តីបងប្អូនទាំងអស់គ្នាធ្លាប់ឆ្ងល់ទេថាតើហេតុអ្វីបានជាអ្នកខ្លះមានលុយទិញផ្ទះធ្វើដំណើរទៅក្រៅប្រទេសឆ្ងាយៗហើយមានអារម្មណ៍ធូរស្រាលផ្នែកហិរញ្ញវត្ថុខណៈដែលអ្នកខ្លះទៀតតែងតែជួបបញ្ហាខ្វះខាតអាចកំបាំងរបស់ពួកគេមិនមែនគ្រាន់តែរកលុយបានច្រើននោះទេអាចកំបាំងគឺថាពួកគេបានកសាងជីវិតហិរញ្ញវត្ថុរបស់ពួកគេនៅលើសសរស្តម្ភសំខាន់ទាំង4បើគ្មានសសរស្តម្ភទាំងនេះទេផ្ទះហិរញ្ញវត្ថុរបស់យើងនឹងដួលរលំនៅពេលដែលមានព្យុះតោះចាប់ផ្ដើមរៀនពីរបៀបពង្រឹងសសរស្តម្ភទាំងនេះទាំងអស់គ្នាសសរស្តម្ភទី1គឺការគ្រប់គ្រងចំណូលចំណាយឬ budgeting នេះជាជំហានមូលដ្ឋានបំផុតអ្នកត្រូវដឹងថាលុយរបស់អ្នកមកពីណាហើយលុយរបស់អ្នកទៅណាខ្លះបើមិនដឹងទេលុយនឹងបាត់បង់ទៅវិញដោយគ្មានដានគន្លឹះអនុវត្តកុំទុកឲ្យលុយដែលនៅសល់ពីការចាយវាយទៅសន្សំផ្ទុយទៅវិញត្រូវអនុវត្តតាមច្បាប់សន្សំមុនចាយក្រោយ Save first spend later ឧទាហរណ៍ចែកចំណូលជា3ផ្នែកសាមញ្ញ50% សម្រាប់តម្រូវការចាំបាច់នេះថ្លៃផ្ទះជួលថ្លៃម្ហូបថ្លៃអគ្គិសនីថ្លៃធ្វើដំណើរថ្លៃការទូរស័ព្ទ 30% សម្រាប់ការចង់បាន1ដើរលេងផឹកកាហ្វេថ្លៃទិញសម្លៀកបំពាក់ថ្មីនិងសម្ភារៈនិយមមួយចំនួន 20% សម្រាប់សន្សំនិងវិនិយោគ Self Invest ដាក់ចូលករណីភ្លាមនៅពេលបើកលុយខ្ញុំមានសំណួរមួយសម្រាប់សួរអ្នកទាំងអស់គ្នាតើអ្នកដឹងទេថាតើកាហ្វេប្រចាំថ្ងៃរបស់អ្នកអស់ប៉ុន្មានក្នុងមួយខែសសរស្តម្ភទី2គឺការសន្សំមិនមែនគ្រាន់តែដើម្បីទិញរបស់ធំៗនោះទេតែសំខាន់បំផុតគឺដើម្បីបង្កើតមូលនិធិសង្គ្រោះបន្ទាន់Emergency Fund ដូចពេលមានព្យុះសសរនេះការពារយើងមិនឲ្យទៅខ្ចីលុយគេដែលមានការប្រាក់ខ្ពស់ហើយអ្វីត្រូវសន្សំបើអ្នកមានជំងឺឬម៉ូតូខូចលុយសង្គ្រោះបន្ទាន់នេះជួយអ្នកដោយមិនចាំបាច់ខ្ចីពីមិត្តភ័ក្តិឬក្រុមហ៊ុនឯកជនដែលមានអត្រាការប្រាក់ខ្ពស់គន្លឹះអនុវត្តព្យាយាមសន្សំឲ្យស្មើនឹងចំណាយ3ទៅ6ខែរបស់អ្នកហើយសំខាន់ជាងនេះទៀតកុំទុកលុយសន្សំនៅផ្ទះសូមដាក់វាចូលនៅក្នុងគណនីធនាគារដោយដាច់ដោយឡែកពីគណនីចាយវាយរបស់អ្នកដើម្បីងាយស្រួលគ្រប់គ្រងនិងមានសុវត្ថិភាពជាងមុនសសរស្តម្ភទី3ការវិនិយោគការសន្សំគឺជាការដាក់លុយចូលក្នុងទ្រង់ការវិនិយោគគឺជាការឲ្យលុយរបស់អ្នកធ្វើការឲ្យអ្នកការវិនិយោគធ្វើឲ្យលុយរបស់អ្នករីកលូតលាស់ដោយសារអំណាចនៃការប្រាក់ត្រួតគ្នា compound interest តើវិនិយោគអ្វីខ្លះសម្រាប់អ្នកចាប់ផ្ដើមដំបូងអ្នកគួរមើលការវិនិយោគបែបប្រពៃណីអចលនទ្រព្យឬ Daily Real Estate ជាគោលដៅវិនិយោគដ៏ពេញនិយមនៅកម្ពុជាមូលបត្រភាគហ៊ុន Stock តាមរយៈផ្សារហ៊ុនកម្ពុជា CSX មូលនិធិទុកចិត្ត Mutual Fund ដើម្បីបែងចែកហានិភ័យរបស់អ្នកគន្លឹះអនុវត្តការវិនិយោគដោយមិនចាំបាច់ចាប់ផ្ដើមពីលុយរាប់ពាន់ដុល្លារទេចាប់ផ្ដើមរៀននិងដាក់លុយតូចៗដែលអ្នកត្រៀមទទួលយកហានិភ័យបានសិនសូមចងចាំថាការអប់រំគឺជាការវិនិយោគដ៏ល្អបំផុតមុននឹងអ្នកដាក់លុយសសរស្តម្ភទី4គឺការធានារ៉ាប់រងមនុស្សភាគច្រើននៅកម្ពុជាមិនទាន់មានការធានារ៉ាប់រងនៅឡើយទេតែសសរនេះគឺសំខាន់ណាស់វាដើរតួជាខែលការពារប្រឆាំងនឹងការបាត់បង់ដ៏ធំដែលអាចបំផ្លាញការសន្សំនិងការវិនិយោគរបស់យើងទាំងអស់តើត្រូវការពារអ្វីខ្លះសុខភាពគ្រោះថ្នាក់មួយអាចធ្វើឲ្យមនុស្សអស់លុយសន្សំទាំងអស់ជីវិតធានាថាគ្រួសាររបស់អ្នកមានលុយបន្តរស់នៅបើមានអ្វីកើតឡើងចំពោះអ្នកទ្រព្យសម្បត្តិការពារផ្ទះការពារម៉ូតូឡានរបស់អ្នកគន្លឹះអនុវត្តចាប់ផ្ដើមស្វែងយល់ពីជម្រើសធានារ៉ាប់រងសុខភាពឬគ្រោះថ្នាក់ផ្ទាល់ខ្លួនដែលមានតម្លៃសមរម្យគិតថាការធានារ៉ាប់រងមិនមែនជាការចំណាយទេតែជាការទិញសន្តិសុខលើចិត្តសេចក្តីសន្និដ្ឋានត្រឡប់ទៅមើលរូបភាពផ្ទះដែលមានសសរស្តម្ភទាំង4រឹងមាំចូលចាំថាសេរីភាពហិរញ្ញវត្ថុមិនមែនជាលទ្ធផលភ្លាមនោះទេតែជាដំណើរការនៃការកសាងសសរស្តម្ភទាំង4ឲ្យរឹងមាំបន្តិចម្ដងគ្រប់គ្រងចំណូលចំណាយបង្កើតមូលនិធិសង្គ្រោះឲ្យលុយធ្វើការពារទ្រព្យសម្បត្តិការចាប់ផ្ដើមដ៏ល្អបំផុតគឺចាប់ផ្ដើមឥឡូវនេះតើអ្នកនឹងចាប់ផ្ដើមពង្រឹងសសរមួយណាមុនគេអរគុណសម្រាប់ការទស្សនាបើអ្នកចង់ឲ្យខ្ញុំបកស្រាយលម្អិតនៅចំណុចណាមួយសូមខមមិននៅខាងក្រោមកុំភ្លេចចុច like share និង subscribe ដើម្បីទទួលបានគន្លឹះហិរញ្ញវត្ថុបន្ថែមទៀតសូមអរគុណ